រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និងរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Lavrov បានសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃអាទិត្យនេះអំពីដំណោះស្រាយនៅក្នុងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនហើយនឹងដំណើរការសម្រាប់ពេលខាងមុខទៀតក្នុងខណៈពេលដែលភាគីរុស្ស៊ីហើយនឹងអ៊ុយក្រែននឹងជួបប្រជុំគ្នានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទូគីនៅថ្ងៃច័ន្ទនេះហើយនៅមុនការជួបប្រជុំនេះគឺមានព្រឹត្តិការណ៍វិវត្តយ៉ាងខ្លាំងដោយអ៊ុយក្រែនបានបើកការវាយប្រហារដោយ drone ហើយបានកំទេចយន្តហោះដែលសម្រាប់ផ្ទុកគ្រាប់បែកដែលទម្លាក់នៅប្រទេសអ៊ុយក្រែនប្រភេទ cruise missile នោះរហូតដល់ចំនួន41គ្រឿងហើយក្នុងថ្ងៃសៅរ៍ក៏មានការផ្ទុះស្ពានចំនួន2នៅក្នុងតំបន់2ដែលជាប់ជាមួយនឹងប្រទេសអ៊ុយក្រែនដែលបានបណ្ដាលឲ្យមនុស្សចំនួន7អ្នកស្លាប់បាត់បង់ជីវិតនិង69អ្នកគឺរងរបួសដែលរុស្ស៊ីចោទថានេះគឺជាសកម្មភាពភេរវកម្មប៉ុន្តែមិនទាន់មានភាគីណាអះអាងទទួលខុសត្រូវនៅឡើយទេដោយឡែកការវាយប្រហារទៅលើយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីនេះគឺធ្វើឡើងនៅក្នុងទឹកដីរបស់រុស្ស៊ីដោយជ្រៅចូលក្នុងទឹកដីរុស្ស៊ីហើយអ៊ុយក្រែនអះអាងទទួលស្គាល់ថានេះជាផែនការដែលខ្លួនបានរៀបចំអស់រយៈពេល1ឆ្នាំកន្លះឯណោះមុននឹងអនុវត្តបាន